មកខ្លាចអស់ហើយបងប្អូនឲ្យថ្ងៃនេះខ្ញុំមានវិធីចៀនពងទារបស់កូនពៅអញ្ចឹងបងប្អូនទស្សនាទាំងអស់គ្នាដើម្បីចៀនពងទាបានយើងត្រូវមានពងទាអញ្ចឹងជាដំបូងយើងត្រូវគោះពងទាដាក់ក្នុងចានឬដាក់ក្នុងអីក៏បានដែរដាក់ក្នុងចានដីកបានដែរស្រេចលើបងប្អូនចង់ដាក់បន្ទាប់មកបងប្អូនត្រូវបើកវាហើយថ្ងៃនេះខ្ញុំមានផ្ទះឆាទើបតែទិញមកថ្មីមុននឹងបន្តសូមជួបនឹងម្ចាស់ឧបត្ថម្ភបន្តិចបើបងប្អូនត្រូវការផ្ទះឆាតដែលមានរូបបេះដូងមានរូបមូលបងប្អូនអាចធ្វើការកម្មង់ពីខាងខ្ញុំបានតម្លៃសមរម្យអញ្ចឹងយើងចូលដល់វិធីចៀនពងទាបន្តបើយើងមិនមើលធ្វើឲ្យពងទារបស់យើងខ្លោចខ្ញុំឲ្យ Google និយាយច្រើនណាស់ឥឡូវហត់ណាស់ខ្ញុំសូមនិយាយខ្លួនឯងម្ដងអញ្ចឹងបងប្អូនត្រូវដាក់ពងទាចូលតាមកន្លែងដែលយើងដាក់ទៅបងហើយបងមើលទៅថាដាក់សមគួរនឹងល្មមមួយមកព្រានបងខ្ញុំមិនមកព្រានចៀនពងទាទេណាខ្ញុំឲ្យមើលពីវិធីចៀនពងទារបស់ខ្ញុំនេះមើលទៅពណ៌ស្អាតដែរតើបងទាំងអស់គ្នាចៀនពងទាតំណងនេះតាឥឡូវនេះពណ៌ឡើងស្រស់បំព្រងហើយបើបងត្រូវការខ្ទះឆាអាចធ្វើការកម្មង់ពីខាងខ្ញុំបានមាន4ប្រឡោះហ្នឹងហើយយើងចៀនហើយនេះអត់ប្រឡាក់អីជាប់ញ៉ៃទេបងយកទៅលាងទៅស្អាតតែម្ដងបាយបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយប្រហែលជា2ឆ្នាំទៀត